បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel YouTube សុខជា Official ណាថ្ងៃហ្នឹងគឺខ្ញុំបានត្រឡប់មកម្ដងទៀតហើយក្នុងសត្វរឿងដ៏រន្ធត់មួយនៅប្រទេសឥណ្ឌូនេស៊ីហើយសត្វរឿងហ្នឹងគឺបានជួបនៅខ្មុតទឹកបាទមិនជឿកុំប្រមាថអូខេរឿងហ្នឹងគឺមានចំណងជើងថាខឹងសង្សារជួបរឿងរន្ធត់គឺតំបន់ខាបហាមឃាត់នៅឆ្នាំ2015ហ្នឹងគឺមានគូស្នេហ៍មួយគូដែលគាត់បានទៅទេសចរនៅប្រទេសឥណ្ឌូនេស៊ីហើយចំណែកឯតារាហ្នឹងគឺគាត់ជានិស្សិតទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ីដែរតែតារាក៏គាត់បានស្ថិតនៅក្នុងហេតុការណ៍ក្នុងដែរពេលនោះគូសង្សារហ្នឹងក៏គាត់បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយក៏គាត់បានរកកន្លែងស្នាក់នៅ hotel មួយកន្លែងពេលនោះសង្សារប្រុសរបស់បេរ៉ាដែលមានឈ្មោះថាចនហ្នឹងគឺគាត់បបួរបេរ៉ាហ្នឹងគឺគាត់បបួរទៅម៉ាស្សាចឹងបងប្អូនគាត់អស់កម្លាំងនឿយហត់តែជាជនហោះពីអាមេរិកមកដល់ឥណ្ឌូនេស៊ីដើម្បីទេសចរលេងចឹងទៅពេលនោះគឺបេរ៉ាក៏គាត់បដិសេធគាត់មិនចង់ទៅម៉ាស្សាទេដោយសារតែនាងមិនចង់ម៉ាស្សាចំណែកចនគឺគាត់ចង់ម៉ាស្សាគឺដោយសារតែគាត់អត់កម្លាំងខ្លាំងណាស់ហើយក៏បានចូលទៅម៉ាស្សានៅបន្ទប់មួយចំណែកឯបេរ៉ាក៏គាត់បានអង្គុយនៅចាំចនជាសង្សារដែរពេលនោះទូរស័ព្ទរបស់ចនក៏បាននៅចេនីនៅក្នុងកាបូបដោយសារតែចនហ្នឹងក៏អត់បានទៅម៉ាស្សាអញ្ចឹងក៏អត់បានយកកាបូបហើយទូរស័ព្ទអីទៅជាមួយទេក៏ទៅឲ្យសង្សារគាត់កាន់ពេលនោះក៏មានអ្នកខមមករកចនពេលនោះក៏បេរ៉ាក៏គាត់បានយកទូរស័ព្ទហ្នឹងទៅឲ្យចនដោយសារតែការងារបន្ទាន់បេរ៉ាក៏បានប្រាប់ថាចាំបន្តិចចនគាត់ចេញពីម៉ាស្សាឲ្យទៅហើយប៉ុន្តែការងារគេបញ្ញត្តិគឺចង់ជួបចនបន្តិចចឹងណាអញ្ចឹងក៏បេរ៉ាក៏គាត់សម្រាប់ចាត់យកទូរស័ព្ទឲ្យចនទៅនៅពេលដែលបេរ៉ាបាក់ទ្វារទៅក៏ឃើញចនកំពុងតែធ្វើអ្វីតែមិនគប្បីចំពោះនាងនៅពេលម៉ាស្សាជាមួយនឹងនារីម៉ាស្សាពេលនោះចេញនេះក៏បានគប់ទូរស័ព្ទទៅដល់ទៅចនហើយនាងក៏រត់ចេញក្រៅទៅចំណែកឯចនក៏មិនតន់បានរត់ទៅតាមដែរដោយសារតែកំពុងតែអាក្រាតកាយអញ្ចឹងណាអញ្ចឹងក៏ចនហ្នឹងក៏គាត់ស្ទុះទៅយកខោអាវដើម្បីស្លៀកដើម្បីទៅតាមបេរ៉ាចំណែកឯបេរ៉ាគាត់ខឹងហើយក៏គាត់ជុំក៏រត់ទៅកន្លែងចំណតរថយន្តដើម្បីហៅទៅកន្លែងឆ្ងាយកុំឲ្យចននឹងតាមរកនាងពេលនោះចនក៏មិនបានឃើញចេញនេះដែរពេលដែលចេញក្រៅដោយសារតែចេញនេះគាត់បានឡើងរថយន្តក្រុងទៅកន្លែងមួយទៀតហើយពេលនោះបេរ៉ាក៏គាត់បានហៅឡានក្រុងហើយក៏គាត់បានចង់ទៅស្នាក់នៅរីសតមួយកន្លែងចឹងទៅក៏ខាងឡានក្រុងក៏គេមានដៃគូសហការនឹងមានតែរបស់រីសតមួយកន្លែងនៅប្រទេសឥណ្ឌូនេស៊ីនេះអញ្ចឹងណាបងប្អូនពេលនោះក៏មាន information ពីរីសតជាច្រើនកន្លែងដែរពី3កន្លែងដែរអញ្ចឹងខាងឡានក្រុងគេឲ្យអញ្ចឹងឲ្យមើលពេលនោះ
បេរ៉ាក៏គាត់បានចាប់អារម្មណ៍រីសតមួយកន្លែងនោះក៏បានសម្រេចចិត្តទៅរីសតនោះទៅនៅពេលដែលបេរ៉ាទៅដល់រីសតហ្នឹងក៏ប្រហែលជាថ្ងៃដែរបងប្អូនក្នុងពេលមកអីហើយចឹងទៅក៏បេរ៉ាក៏គាត់បានទៅស្នាក់នៅហើយសេអ៊ីនសេអីជាមួយនឹងម្ចាស់រីសតហ្នឹងទៅបន្ទាប់ពីសេអ៊ីនហើយក៏បេរ៉ានាងជុំក៏បានចូលទៅយកអីវ៉ាន់ទុកនៅក្នុងបន្ទប់ហើយក៏នាងបានចេញមកក្រៅដើម្បីស្រូបយកស្កកអាកាសហើយនាងក៏ចង់ជិះទូកឬក៏ជិះក្រចៅចឹងបងប្អូនទូកយើងអុំកាចាប់ក្រចៅបងប្អូនក៏ជិះទៅចឹងជិះទៅលំហែកាយដើម្បីឲ្យព្រឹត្តចនចឹងទៅហើយមុននឹងចេញដំណើរទៅហ្នឹងក៏ខាងបុគ្គលិករីសតហ្នឹងក៏បានណែនាំដល់បុគ្គលិកដល់អ្នកដែលចង់ជិះទូកឬក៏ជិះហ្នឹងគេហៅនេះបងប្អូនហៅកាចាក់ហ្នឹងយើងអុំទូកដុតទូកចឹងបងប្អូនហ្នឹងស្មួយទេខ្ញុំភ្លេចណាស់ចឹងទៅក៏នាងនេះចឹងទៅហើយបុគ្គលិកនៅហត់នៅពីសោះហ្នឹងក៏បានណែនាំពីការជិះហើយនឹងពីតំបន់មួយចំនួនដែរគេហាមឃាត់មិនឲ្យចូលហើយនឹងមានអាវពងអាវអីចឹងទៅហើយនៅអាវពងក៏គេមានកញ្ចែមួយដែរដើម្បីការពារខ្លួននៅពេលដែលយើងជិះទៅវង្វេងឬក៏មានគ្រោះថ្នាក់ជាអាចចឹងទៅហើយពេលនោះបេរ៉ាក៏មិនខ្វល់ខ្វាយច្រើនទេក៏បានអុំទូកឬក៏កាចាស់ហ្នឹងក៏អុំចេះតែអុំទៅនៅតាមដងទន្លេហ្នឹងទៅនៅក្បែររីសតហ្នឹងទៅនៅពេលចេះតែអុំទៅអារម្មណ៍មិនមូចេះតែអុំមិនដឹងទៅណាទៅណីចេះទៅឆ្ងាយទៅហើយពេលនោះក៏នាងបានឃើញប្ររោះតូចមួយតែនាងក៏គ្រោងនឹងចូលទៅជិះទៅចេះអុំទៅចូលទៅតាមនងទៅក៏ចេះជិះទៅខ្យល់ចេះរុនទៅនឹងចេះអុំទៅចឹងបងប្អូនពេលនោះក៏នាងបានរត់ទឹកដើម្បីចុះទៅវ៉ាហ្នឹងចឹងបងប្អូនពេលនាងចុះហ្នឹងក៏មានអារម្មណ៍ថាអត់មានអ្វីចាប់ជើងនាងចឹងពេលដែលនាងចុះទៅវ៉ាបានហើយក៏ស្រាប់តែមានអ្វីចាប់ជើងនាងមិនអោយនាងងើបរាំងលើទៅវ៉ារាំងលើកាចៃនឹងបានទេពេលនោះក៏នាងចុះទៅវ៉ានោះមកវាយមកបុករហូតដល់បាក់វ៉ាបន្តិចដែរហើយក៏មានអ្វីហ្នឹងក៏បានក៏រែងជើងរបស់នាងចឹងទៅហើយក៏នាងស្ទុះទៅទូកកញ្ចែរបស់នាងនឹងដើម្បីឡើងជិះដើម្បីអុំជើងក្រៅវិញដោយសារតែនាងភ័យផងនោះផងពេលនោះក៏នាងរាងរងលើនឹងហើយក៏នាងងើបស្វែងងើបស្ដាំហើយក៏នាងត្រៀមនឹងអុំចិនហើយក៏មានក្បាលមនុស្សហាប់ចិនពីទឹកនោះទៅធ្វើឲ្យនាងភ័យក៏នាងបានជ្រុះផាន់តានឹងចូលទឹក
ណាមួយម៉ែរបស់នាងក៏មិនណូតមកអញ្ចឹងក៏ចឹងក៏មើលអ្វីមិនខេដែរអញ្ចឹងក៏នាងខំអ៊ំហៅដងចិនទៅដងច្រកដែលដើមឈើធំហ្នឹងបងប្អូនដែលដើមឈើធំដែលនាងការចូលហ្នឹងមិនយើងឃើញថាគេសរសេរពាក្យហាមចូលអីចឹងទៅហើយមានសញ្ញាក្បាលខ្មោចសញ្ញាឧទានអីចឹងទៅពេលនោះក៏នាងហ៊ានធូរចិត្តបន្តិចដែរប៉ុន្តែដោយសារតែយើងមិនញោមដែរយើងមើលអ្វីមិនឃើញពេលនោះនាងមើលតែមុខទៅសំឡងទៅមុខទៅក៏មិនឃើញអ្វីមួយលក្ខណៈដូចជាក្បាលមនុស្សឬក៏រូបអីចឹងមកកាំងអីចឹងទៅហើយនាងក៏មិនគិតច្រើនដែរនាងក៏ខំអ៊ំទៅអ៊ំក៏នៅគិតចិត្តទៅដងរូបដែលនាងឃើញហ្នឹងលក្ខណៈនៅប្រហែលពីតាមឈើដែលនាងអ៊ំចិត្តទៅដងហ្នឹងប្រហែល10ម៉ែត្រចឹងទៅហើយនៅរូបដែលនាងឃើញមនុស្សឬក៏មកកាំងអីហ្នឹងពីនាងទៅដងហ្នឹងប្រហែល30ម៉ែត្រចឹងទៅនាងចេះតែអ៊ំទៅពេលដែលនាងអ៊ំទៅដងដើមឈើដែលគេសរសេរហាមចូលហ្នឹងទៅក៏នាងមើលទៅចេះតែឃើញថានោះគឺជាក្បាលមនុស្សឬក៏ក្បាលមកកាំងឬក៏ខ្មោចហើយពេលនោះក៏នាងចេះតែសម្លឹងមើលពេលនោះណាមួយស្មាច់យើងមិនញោកហ្នឹងក៏នាងមើលមិនសូវឃើញក៏នាងនឹកឃើញអូមានតែទូរស័ព្ទទេអញ្ចឹងនាងក៏យកទូរស័ព្ទមកថតហើយស៊ូមឲ្យធំមកដល់ស៊ូមឲ្យចិត្តហ្នឹងនាងស៊ូមទៅក៏មើលទៅដូចជាគ្មានអ្វីទេដូចជាមកកាំងអីចឹងទៅបាត់មែនបាត់អីចឹងទៅស្រាប់តែបន្តិចមកក៏មានបាក់ម៉ែមានសក់មានអីមានវាមិនដាតអីចឹងមកគួរខ្លាចណាស់បងប្អូនហើយនាងរន្ធត់មែនតើនាងក៏បាត់ទូរស័ព្ទខំអ៊ំទុកទៅពេលនោះនាងក៏មិនដឹងថាទឹកដៅនៅទីណារីសតនៅឯណានាងក៏អ៊ំទៅក៏ឃើញនៅតាមសើធំហ្នឹងក៏មានតាចាស់ម្នាក់ពេលអាវសអញ្ចឹងទៅគាត់ចង្អល់ប្រាប់នាងឲ្យប្រញាប់លក្ខណៈដុតដិនយើងឲ្យចិនឲ្យលឿនអញ្ចឹងពេលនោះតាហ្នឹងក៏បានចង្អល់មកនាងហើយក៏បានធ្វើសញ្ញាឬក៏ដៃឲ្យនាងអ៊ំទៅត្រង់ឲ្យបត់ស្ដាំអញ្ចឹងបងប្អូនពេលនោះនាងក៏ងក់ក្បាលដោយសារតែយើងស្ដាប់ភាសាគេមិនបានដែរអញ្ចឹងក៏ងក់ក្បាលហើយនាងចិត្តតែអ៊ំទុកទៅនៅពេលទៅដងចិនពីដៃទលេហ្នឹងទៅក៏នាងមានផ្លូវប្របែកមែនពេលស្ដាំចាំដែរអញ្ចឹងក៏នាងមិនដឹងថាគួរទៅខាងស្ដាំឬក៏ខាងឆ្វេងប៉ុន្តែតាចាស់ហ្នឹងគាត់ឲ្យយើងហ្នឹងចិនទៅខាងស្ដាំអញ្ចឹងបងប្អូនប៉ុន្តែនាងចង់អ៊ំទៅខាងស្ដាំហើយក៏ស្រាប់តែមានក្បាលមនុស្សស្រីមានសក់វែងពីដណ្ដានមកហាក់ពីទឹកប្រហែលជាខ្មត់ទឹកឯបងប្អូនពេលនោះនាងសម្រាប់ថានឹងទៅខាងឆ្វេងហើយប៉ុន្តែនាងបែរទៅខាងឆ្វេងក៏មានអញ្ចឹងដែរអញ្ចឹងទៅក៏នាងមិនដឹងសម្រាប់ទៅយ៉ាងណាទិសដៅណាទេចឹងហើយនាងមានតែបាត់មែនហើយថានឹងទៅខាងស្ដាំដោយសារតែតាហ្នឹងក៏គាត់បានផ្ដាំឬក៏ចូលធ្វើការឲ្យនាងទៅខាងស្ដាំចឹងបងប្អូនពេលនោះក៏មានមនុស្សខាពីទឹកប្រហែលជាខ្មត់ហើយចឹងក៏នាងសម្រាប់ថាទៅខាងស្ដាំទៅក៏នាងចេះតែអ៊ំទៅហើយនាងបាត់ម៉េចថាបុកអីបុកទៅសំខាន់ចេះតែអ៊ំទៅនាងក៏បានអ៊ំទៅខាងស្ដាំតាមតាគាត់ប្រាប់ហ្នឹងទៅក៏អ៊ំទៅមិនដឹងថាបុកអីទេតែនាងចេះតែអ៊ំទៅចឹងទៅរួចអ៊ំទៅហើយក៏ស្រាប់តែពេលដែលនាងបាក់មែនហ្នឹងលក្ខណៈយើងពេលយើងបាត់មិនជួវាងងឹតអីចឹងពេលយើងបើកមកព្រឺតិចលក្ខណៈដុតថ្ងៃចឹង
ចឹងទៅក៏នាងធូរក្នុងខ្លួនហើយពេលដែលនាងបាយមកក្រោយមកក៏មានមើលទៅតក់លក្ខណៈឲ្យខ្មៅហើយមានមនុស្សស្រីនឹងបកដៃរៀនដានមកនាងហើយឆ្លែតហា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 ឆោតចឹងទៅនាងកាន់តែភ័យហើយនាងក៏អ៊ំចឹងខ្លាំងពេលហ្នឹងក៏អត់មិនសូវមានខ្យល់ទេខ្យល់ស្ងប់អស់បាត់ទៅហើយនាងអ៊ំឬអ៊ំរយៈពេលរៀងយូរដែរក៏អ៊ំក៏បានទៅដងផុតពីកន្លែងហ្នឹងក៏បានទៅដងគេនឹងរីសតដែរហើយនាងចេះតែឈ្មោះអ៊ំឈ្មោះតមុកហើយក៏បានឃើញពន្លឺពេលណារីសតបំណាយចឹងបងប្អូនហើយនាងក៏ចំណាត់ចិត្តអ៊ំបន្តទៅទៀតចឹងទៅនៅពេលអ៊ំក៏បានទៅដងរីសតហ្នឹងទៅហើយក៏មានបុគ្គលិកបាននាងជួក៏បុគ្គលិកក៏សើនៅរីសតក្នុងក្រុងព្រាតចាំមើលថាមានហេតុការណ៍អ្វីក៏បាននាងជួចឹងពេលនោះនាងបានឃើញបុគ្គលិកនៅពោពេញរីសតនៅក្នុងទៅហើយនាងសប្បាយចិត្តក៏នាងអ៊ំទៅទូដងចិត្តដងប្រហែលចិត្តដងច្រើនហើយក៏ក្រុមបុគ្គលិកហ្នឹងក៏គាត់បានស្ទុះគ្នា 4-5 នាក់ដើម្បីនាំនាងរកនាងហើយយកទុកឬក៏កាចាហ្នឹងយកទៅចតទុកពេលនេះក៏គេមិនបានសួរបេរាទេភាសាដែរគេដឹងរឿងហេតុការណ៍នៅក្នុងហើយភាសាតែបុគ្គលិកនឹងនេះហ្នឹងគេជាម្ចាស់តំបន់នៅហ្នឹងចឹងគេដឹងថាមូលហេតុដែលនាងមកចូលហើយមុខមាត់ស្រេចស្រាំងហើយចឹងទៅពេលហ្នឹងក៏បាននាំគ្នានាំលើកបេរាទៅកន្លែងអង្គុយញ៉ាំទឹកញ៉ាំអីចឹងទៅនាងបាត់ហត់បាត់អីចឹងទៅដោយសារតែនាងមកពីហ្នឹងនាងហត់នាងស្រេចស្រាំងអស់កណ្ដាលអស់អីចឹងទៅក៏បុគ្គលិកក៏គ្រាទៅអង្គុយចឹងទៅហើយបន្តមកទៀតហ្នឹងក៏បុគ្គលិកបានសួរនាំពីហេតុការណ៍ដែលនាងបានជួបនឹងនាងទៅណាបានជួបអ្វីខ្លះចឹងពេលនោះនាងបេរាក៏បានរាយរាប់ប្រាប់បុគ្គលិកនឹងរឿងគួរឲ្យខ្លាចនិងរន្ធត់គឺដោយនាងបានប្រាប់តអ្វីដែលខ្ញុំបានអានរឿងខាងលើចឹងបងប្អូននាងបានប្រាប់ថានាងខឹងពីសង្សារហើយនាងក៏ចេះតែអ៊ំទូកទៅចឹងទៅតាមខ្យល់តាមអីអារម្មណ៍អត់នៅក្នុងខ្លួនចឹងចេះតែអ៊ំក៏អ៊ំនោះក៏បានឃើញដើមឈើមួយធំដែលគេដាក់សញ្ញាក្បាលខ្មោចចឹងទៅហើយនាងហើយនឹងមានអក្សរដែរចឹងនាងអត់ចេះអានអក្សរឥណ្ឌូនេស៊ីចឹងក៏នេះចឹងទៅបុគ្គលិកក៏សួរបានប្រាប់ថាអូប្រហែលជាតំបន់ហាមឃាត់ហើយដោយសារតែនៅទីនោះគឺមានព្រាយមានខ្មាត់ទឹកខ្មាត់អីដោយសារកន្លែងហ្នឹងក៏ជាកន្លែងគេជើងកបដែរចឹងដោយសារតាចូលទៅដល់ហ្នឹងហើយតាមិនឃើញចឹងគឺស្លាប់នៅទីនោះហើយពេលនោះនាងឬបែបនោះក៏នាងភ័យហើយនាងក៏បាននិយាយបន្តទៀតថានឹងហើយខ្ញុំក៏ឃើញបែបហ្នឹងដល់អ្វីដែរបងនិយាយប្រាប់ខ្ញុំអញ្ចឹងដែរពេលនោះខ្ញុំឃើញដើមឈើហ្នឹងក៏ខ្ញុំនឹកស្មានតែក្មេងៗឬក៏ណែដែរចូលចិត្តគូរូបគូអីគេតែគូរូបនៅនឹងសរសេរអីនៅនឹងណាដោយសារតែនៅប្រទេសខ្ញុំនៅកន្លែងណាខ្ញុំទៅទេសចរហ្នឹងគឺនៅជញ្ជាំងនៅអីហ្នឹងក៏គេសរសេរគេបានឆ្នាំពណ៌ឆ្នាំអីចឹងដែរចឹងបងពេលនោះក៏នាងបាននិយាយបន្តទៀតថាពេលនោះនាងចេះតែអ៊ំទៅខ្យងហើយនឹងមាន
ទឹកហ្នឹងលក្ខណៈមានសភាពពណ៌ខ្មៅពណ៌អីចឹងទៅហើយនាងក៏បានឃើញដៃមនុស្សចាប់នាងចុះទៅយកកប៉ាហ្នឹងចុះទៅរត់ទឹកហ្នឹងក៏មានអ្វីចាប់ជើងនាងចឹងនាងក៏យកកប៉ាអ៊ំទូកជាហ្នឹងបុកក៏នាងបានវិញចឹងទៅឡើងលើកញ្ចាក់ហ្នឹងវិញទៅបន្តមកទៀតនាងក៏អ៊ំទូកជើងក្រៅនាងក៏មិនដឹងថាអ៊ំតាមណាចឹងក៏អ៊ំក៏បានដងតាមជើធំណាគេដាក់ហាមចូលហ្នឹងនៅពេលដែលនាងនេះចឹងក៏នាងមិនដឹងថាកោះត្រយនៅណាទេទៅណាទៅណីទេចឹងក៏ពេលទៅដងនោះក៏មានតាចាស់មួយហ្នឹងក៏គាត់បានប្រាប់ឲ្យនាងទៅខាងស្ដាំទៅថងហើយបាត់ស្ដាំពេលនោះនាងក៏ជិះចឹងទៅអ៊ំទាំងនោះក៏វាបាត់ស្ដាំតាមអ្វីដែលតានឹងប្រាប់ចឹងទៅខ្ញុំកាត់រឿងថាទៅហ្វេងស្ដាំអីនោះដោយសាររឿងបានជ័យហើយតែពេលដែលនាងអ៊ំទៅក៏នាងឃើញក្បាលមនុស្សហាបចេញពីទឹកចឹងទៅអ្នកនៅទីនោះគឺថែមទាំងតារាដែរចឹងក៏គាត់អូនឹងប្រហែលជាខ្មាត់ទឹកហើយនឹងភ័យពេលនោះបុគ្គលិកនៅនោះក៏បានប្រាប់ថានោះគឺជាខ្មាត់ទឹកហើយនាងក៏ភ័យដែរចឹងណាពេលនោះក៏បុគ្គលិកនឹងអ្នកនៅនោះក៏គេលក្ខណៈតំបន់គេចឹងម្ចាស់ទឹកដីគេចឹងក៏គេបាននេះចឹងគេហៅអូតានោះប្រហែលជាម្ចាស់ទឹកអរិយទេវតាដែលថែរក្សានៅទីនោះទៅនាងពិតជាសំណាងដែលមានគាត់ចង្អងមកខានចឹងខំអីនាងប្រហែលជាស្រាប់ដូចអ្នកមុនដែរហើយនាងក៏រៀង happy មកវិញដែរចឹងយើងធូរស្រាលវិញដោយសារយើងរត់ផុតពីសេចក្តីស្លាប់ចឹងទៅហើយពេលហ្នឹងក៏អ្នកស្រុកហើយនឹងបុគ្គលិកនៅនោះក៏គេអ្នកឲ្យនាងទៅស្រត់ទឹកឲ្យទៅធ្វើបន់ហើយនឹងក៏គេធ្វើអីលក្ខណៈបន្តិចកន្ទងដែកអីចឹងដើម្បីឲ្យនាងកុំឲ្យផាត់ភ័យកុំឲ្យខ្មាត់ទឹកហ្នឹងចង់គុំចង់សឹកឬក៏គំនុំអីមករើនាងអីទៀតចឹងទៅពេលនោះនាងក៏ធ្វើតាមហើយក៏គ្មានអ្នកនៅនោះក៏គេបានជួយណែនាំបង្ហាត់បង្រៀនរបៀបធ្វើអីចំណាយអីចឹងណាចឹងទៅក៏នាងបានធ្វើតាមទៅនៅពេលដែលនាងធ្វើកិច្ចការឲ្យអស់ចំណែកឯចនតាជាសង្សារគាត់មិនបានមករកបេរ៉ាដែរដោយសារតែក៏គាត់គិតថាព្រោះតែបេរ៉ាហ្នឹងគឺគាត់ទៅកន្លែងញ៉ាំអីឬក៏ទៅណាទៅណីចឹងគាត់មិនគិតថាទៅខេត្តតាមមួយខេត្តឬក៏មករីសតដែលឆ្ងាយអញ្ចឹងទេចំណែកឯបេរ៉ាក៏នាងធម្មតាវិញនាងបានសម្រាប់នៅក្នុង2-3ថ្ងៃដែរចឹងនៅរីសតហ្នឹងទៅក៏នាងបានសម្រាប់ចិត្តចិនមកក៏ចិនពីរីសតហ្នឹងក៏នាងបានត្រឡប់ទៅប្រទេសរបស់នាងវិញហើយចំណែកតារាក៏គាត់បានសម្ដែងរឿងនិងបានប្រាប់ដំណើរហើយការដែលគាត់បានស្ដាប់គេនិយាយនិងបាននៅក្នុងហេតុការណ៍ក្នុងអញ្ចឹងបងប្អូនដោយសារលក្ខណៈការតាមមានរឿងអ្វីមួយបាត់មនុស្សឬក៏អីចឹងគេឆងរងគេគេអីចឹងទៅហើយនៅពេលដែលមនុស្សមកវិញគេនឹងសាកសួរព័ត៌មានពីអីព័ត៌មានអីចឹងទៅហើយតារាក៏គាត់បានស្ដាប់ហើយក៏គាត់បានណែនាំបានប្រាប់ដល់ខ្ញុំមិនចឹងខ្ញុំជាស្រ័យចឹងហើយមុននឹងយើងទៅណាទៅណីឬក៏ចូល
កន្លែងដែលយើងមិនស្គាល់មិនអីយើងត្រូវតែស្ដាប់គេណែនាំស្ដាប់គេហាមឃាត់យើងថាតំបន់នេះមិនអាចចូលបានទេតំបន់នោះមិនអាចចូលទេមិនអាចចេញទេអីចឹងណាចឹងទៅមានតែយើងមិននឹងទៅណាឬក៏អីមួយយើងត្រូវសួរនាំម្ចាស់តំបន់គេឬក៏ស្ដាប់ការណែនាំពីបុគ្គលិកដែលនៅទីនោះតែគាត់ដឹងពីតំបន់នោះច្បាស់ចឹងណាចឹងសូមពុកម៉ែបងប្អូនទៅណាទៅណីយើងត្រូវតែជួយឲ្យច្បាស់ជួយដឹងពីកន្លែងហាមឃាត់កន្លែងអីចឹងអូខេចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេចឹងសូមពុកម៉ែបងប្អូនជួយចុច like comment subscribe ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា